ហាធ្លាក់សមកខាប់ដោយសបោគុនក្មេងធ្លាក់សមកកក់ដុំសស្អិតដោយម្សៅឆាឬក៏ដោយกระดาษត្រូវទឹកដែលកក់ស្ទះទៅនឹងជញ្ជាំងទ្វារមាសឬក៏ធ្លាក់សមកមានពណ៌លឿងពណ៌បៃតងពណ៌រីខ្ទុះមានអក្សរលីឡំជាមួយនឹងការរមាស់ស្គៀបនៅតំបន់ទ្វារមាសធំក្លិនស្អុយក្លិនឆ្អាបក្លិនជូរចេញពីខាងក្នុងទ្វារមាសតែម្ដងបញ្ហាស្ងួតទ្វារមាសឈឺក្តៅកាហាយផ្សាពិបាកគេងនៅជាមួយដៃគូមានការឡើងក្រហមហើមឡើងរោឬក៏មានដុំពកកទួលនៅតំបន់ទ្វារមាសបញ្ហារលាកទ្វារមាសរលាកមាត់ស្បូនឈឺដៃស្បូនបញ្ហាសឹកស្បូនបញ្ហារដូវមិនទៀងឬក៏រាំងរដូវជាដើមជាពិសេសបញ្ហាការមរោគដុំសាច់សីមាន់ដែលធ្វើឲ្យបងប្អូនមានការដុះដុំសាច់លក្ខណៈជាកញ្ចុំឌីផ្កាខាត់ណាដូចខ្លែបក្រូចដូចកំពឹសក្រូចឬក៏ដុះដូចជារឹសដូចជាក្របមុនចាប់ផ្ដើមមានការរមាស់ឈឺសគានៅកន្លែងដុំសាច់ដុះហើយរោគសញ្ញាទាំងអស់នេះតែងតែកើតមានជាញឹកញាប់ទាំងបរិសុទ្ធនិងស្ត្រីអញ្ចឹងសម្រាប់បងប្អូនដែលកំពុងជួបបញ្ហាទាំងអស់នេះកន្លងមកធ្វើការដោះស្រាយមួយច្រើនដងហើយនៅតែមិនបានធូរទៅលើបញ្ហាទាំងអស់នេះកំពុងតែបាក់ទឹកចិត្តមិនដឹងថាប្រើថ្នាំអីឲ្យបាត់ទៅលើបញ្ហាទាំងអស់នេះមកបងប្អូនអាចមកសាកប្រើជាមួយនឹងផលិតផល Fimi បានព្រោះ Fimi ជាផលិតផលធម្មជាតិដែលផ្ដោតសំខាន់ជួយព្យាបាលទៅលើបញ្ហាកាមរោគក៏ដូចជាបញ្ហារោគស្ត្រីបងប្អូនញ៉ាំតែមួយថ្ងៃ2ដងព្រឹកមួយល្ងាចមួយ3ទៅ5ថ្ងៃបងប្អូននឹងបាត់ទៅលើបញ្ហានេះពិតតែម្ដងអញ្ចឹងបងប្អូនចង់បាន Fimi យកទៅដោះស្រាយបងប្អូនអាចដាក់ជាលេខទូរស័ព្ទនៅក្នុងវីដេអូនេះឬក៏បងប្អូនអាចឆាតចូលពេកនៃគ្រូផ្ទាល់បានអរគុណ